កូនឃ្មុំកំជិលច្រអូសនៅក្នុងព្រៃជ្រៅមួយដែលពោរពេញទៅដោយរុក្ខជាតិនិងផ្កាចម្រុះពណ៌ស្រស់ស្អាតជាច្រើនគឺជាទីជម្រកនៃវង្សឃ្មុំមួយក្រុមពួកវាហោះហើរពេញព្រឹកព្រៃក្រេបលំអងផ្កាយកទៅកាន់សម្បុកក្នុងចំណោមនោះមានកូនឃ្មុំមួយដែលខ្ជិលច្រអូសខណៈពេលដែលសមាជិកក្រុមរបស់វាហោះហើរក្រេបលំអងផ្កាដើម្បីបង្កើតទឹកឃ្មុំកូនឃ្មុំដ៏ខ្ជិលមួយនេះវិញតែងចំណាយពេលទុំលើស្លឹកឈើគយគុណផ្ទៃមេឃនិងពពករស័ព្ទទៅវិញវាតែងនិយាយថាចាំធ្វើនៅពេលក្រោយក៏បានព្រោះនៅសល់ពេលច្រើនណាស់ទើបរដូវរងាមកដល់ឃ្មុំដទៃទៀតនៅពេលបានឮវានិយាយដូច្នេះក៏គ្រវីក្បាលតែពួកគេមិនចង់ឆ្លុះប្រកែកជាមួយវាទេពួកគេកំពុងប្រឹងប្រែងយ៉ាងសស្រាក់សស្រាំហោះហើរប្រមូលយកទឹកដមផ្កានិងខិតខំយកមកសង់សម្បុកឃ្មុំដើម្បីត្រៀមសម្រាប់រដូវត្រជាក់ដែលនឹងមកដល់នាពេលខាងមុខនៅថ្ងៃមួយម្ចាស់ក្សត្រីឃ្មុំក៏បានកោះហៅឃ្មុំទាំងអស់ហើយប្រាប់ថារដូវរងានឹងមកដល់ឆាប់ៗនេះហើយពួកយើងមិនត្រូវខ្ជះខ្ជាយទឹកដមផ្កាសូម្បីតែមួយដំណក់ឡើយយើងត្រូវប្រឹងធ្វើការដើម្បីអាចរស់រានក្នុងរដូវត្រជាក់ដែលនឹងមកដល់ឆាប់ៗនេះកូនឃ្មុំកំជិលបែរជាស្ងាត់នឹងទទះស្លាបរបស់វាហើយពោលថាហេតុអ្វីត្រូវភ័យព្រួយនៅសល់ពេលច្រើនណាស់វាពោលរួចក៏សំងំដេកនៅក្រោមម្លប់នៃស្លឹកផ្កាឈូករត់ធ្វើប្រងើយមិនយូរប៉ុន្មានរដូវរងាក៏មកដល់ស្លឹកឈើប្រែជាពណ៌មាសខ្យល់ចាប់ផ្ដើមត្រជាក់ហើយផ្កាប្រែជាស្រពោនស្វិតហើយដូច្នេះលំអងផ្កាក៏លែងមានតទៅទៀតសម្រាប់ប្រមូលសម្បុកឃ្មុំពោរពេញដោយភាពកក់ក្ដៅនិងទឹកឃ្មុំហូរហៀរដែលត្រៀមសម្រាប់រដូវចុះត្រជាក់នេះតែអាភ័ព្វតែកូនឃ្មុំកំជិលដែលមិនមានអ្វីនឹងគេវារងាញាក់ពេញរាងកាយនិងមានអារម្មណ៍កណ្ដោយកណ្ដែងហើយក៏បានដឹងអំពីកំហុសរបស់ខ្លួនវាគ្មានអាហារស្តុកទុកនិងចម្រោកសម្រាប់រដូវរងាទេក្រពះរបស់វាគោស្របពេលវាកំពុងសម្លឹងមើលទឹកឃ្មុំដ៏ពោពាសដែលមិត្តផ្សេងទៀតរបស់វាប្រឹងប្រែងប្រមូលបានទាំងភាពអាម៉ាស់វាក៏ហោះទៅរកម្ចាស់ស្ត្រីឃ្មុំហើយពោលថាខ្ញុំដឹងខុសហើយពេលខ្ញុំនៅមានឱកាសខ្ញុំគួរប្រឹងប្រែងធ្វើការដូចគេដូចឯងដែរតើខ្ញុំអាចជួយអ្វីបានទេក្នុងពេលនេះម្ចាស់ស្ត្រីឃ្មុំតបដោយញញឹមថាឯងបានរៀនមេរៀនជីវិតដ៏មានតម្លៃមួយហើយមែនទេត្រូវហើយឯងត្រូវចាំពាក្យស្លោកមួយថានឿយមុនស្រណុកក្រោយឃ្មុំដទៃទៀតមិនបានខឹងសម្បានឹងប្រកាន់អ្វីឡើយពួកគេបានចែករំលែកទឹកឃ្មុំរបស់ខ្លួនជាមួយកូនឃ្មុំកំជិលនេះប៉ុន្តែពួកគេបានដាក់លក្ខខណ្ឌថានៅរដូវរំហើយលើកក្រោយវាត្រូវតែជាឃ្មុំទី1ដែលត្រូវចេញទៅប្រមូលទឹកដមផ្កាមុនគេហើយកូនឃ្មុំកំជិលនេះពិតជាបានធ្វើតាមលក្ខខណ្ឌនេះប្រកបមែនព្រោះតែរុក្ខជាតិចាប់ដើមចេញផ្កាវាបានហោះចេញទាំងស្វាហាប់និងក្រេបយកលំអងផ្កាឥនមានត្អូញត្អែពីភាពនឿយហត់នោះទេគំនិតអប់រំក្នុងរឿងនឿយមុនស្រណុកក្រោយការបង្អង់រងចាំឱកាសល្អអាចគ្រាន់តែជាលេសសម្រាប់ភាពខ្ជិលឱកាសល្អកើតមានគ្រប់វិនាទីនៅពេលយើងដាក់ចិត្តដាក់កាយធ្វើវា